រុនសួស្ដីរុនសួស្ដីអាហារពេលព្រឹកណាម៉ោង10ហើយដល់មកញ៉ាំកាហ្វេជាមួយខ្ញុំទាំងអស់គ្នាកាហ្វេទឹកដោះគោស្រស់បងប្អូនកាហ្វេខ្មៅជាមួយទឹកដោះគោស្រស់អត់ដាក់ស្ករដាក់អីទេណាបងប្អូនទាំងអស់គ្នាអាហារពេលព្រឹកពេលខ្លះក៏ជាអាហារថ្ងៃត្រង់អញ្ចឹងបងប្អូនតាមពេលវេលាជាក់ស្ដែងតាមពេលវេលាទនេអញ្ចឹងហ្នឹងហើយបើថារៀងអត់ទៅរវល់ទៅក៏ឆាប់ញ៉ាំពេលព្រឹកបើរៀងរវល់ទៅក៏ទៅជាអាហារថ្ងៃត្រង់វិញអញ្ចឹងណាភាគច្រើនព្រឹកចេះនៅផ្ទះគឺញ៉ាំកាហ្វេបើទៅណាទៅនៅឆ្ងាយអញ្ចឹងក៏ញ៉ាំមីខ្លះញ៉ាំបាយខ្លះអញ្ចឹងក៏ដាក់កាហ្វេមួយកែវអញ្ចឹងទៅតែបើនៅផ្ទះចេះគឺភាគច្រើនតែកាហ្វេទេពេលព្រឹកបងប្អូនហើយថ្ងៃទៅញ៉ាំបាយខ្លះក៏ញ៉ាំលតឆាខ្លះអញ្ចឹងទៅតាមតែអ្វីដែលយើងចង់ញ៉ាំធ្វើញ៉ាំភ្លាមអញ្ចឹងទៅវាលឿនអញ្ចឹងណាតាមចំណង់ចំណូលចិត្តប៉ុន្តែភាគច្រើនក្នុងមួយថ្ងៃញ៉ាំតែមួយពេលទេគឺញ៉ាំបបរអញ្ចឹងទៅពេលខ្លះក៏បាយពេលខ្លះក៏ឆាលតញ៉ាំពេលខ្លះក៏មីអញ្ចឹងយើងទិញពីផ្សារយកមកទុកធ្វើខ្លួនឯងបងប្អូនខ្ញុំចង់ញ៉ាំបន្លែញ៉ាំអីតើខ្ញុំញ៉ាំដូចជាស៊ុបលតស៊ុបមីអីចឹងដែរដែលខ្ញុំធ្វើខ្លួនឯងហ្នឹងគឺខ្ញុំដាក់តែបន្លែទេបងប្អូនអត់មានសាច់អត់មានអីទាំងអស់ហើយល្ងាចអត់ញ៉ាំទេបងប្អូនគេថាយើងក្នុងអាហារ3ពេលហ្នឹងយើងអត់មួយពេលណាក៏យើងស្រកគីឡូដែរបងប្អូនប៉ុន្តែស្រកសន្សំអញ្ចឹងណាបងប្អូនគួរផ្សំដែលយើងស្លៀកពេលហាត់ប្រាណអញ្ចឹងគីឡូយើងថេហើយអញ្ចឹងទូអត់ញ៉ាំមួយពេលណាក៏ស្រកគីឡូដែរបងប្អូនហ្នឹងហើយតែមិនមែនថាយើងអត់ញ៉ាំបាយយើងទៅញ៉ាំអីផ្សេងគឺភាគច្រើនល្ងាចឥឡូវខ្ញុំអត់មានញ៉ាំផ្លែឈើញ៉ាំអីគឺខ្ញុំអត់ញ៉ាំតែម្ដងបងប្អូនខ្ញុំទ្រលាប់ខ្ញុំញ៉ាំពីម៉ោង8ព្រឹករហូត